បាទសូមជម្រាបសួរដល់អ្នកតាមដាន Channel វីដេអូខ្ញុំបាទសារជាថ្មីហើយក្នុងថ្ងៃនេះគឺសូមចែករំលែកទាក់ទងជាមួយនឹងការរៀនវា Typing អឺនៅពេលប្រើប្រាស់កុំព្យូទ័រថ្ងៃដំបូងឬក៏ចាប់ផ្ដើមរៀនកុំព្យូទ័រដំបូងតើត្រូវចាប់ផ្ដើមរៀនវាពីខាងណាទៅខាងណាដាក់ដៃបែបម៉េចនៅក្នុងវីដេអូនេះនឹងមានការបង្រៀននិងវីដេអូបង្ហាញអំពី website ដែលទាក់ទងជាមួយនឹងការវាយ typing ទាំងខ្មែរនិងជាភាសាអង់គ្លេសតោះឥឡូវយើងចូលទៅកាន់ website មានUnicode ខ្មែរនិង typing.com ជាដើមតោះឥឡូវយើងចូលទៅ Google ក៏បាន Safari ឬក៏ browser ណាមួយដែលអាចបើកជាមួយនឹង Google របស់យើងនៅក្នុងកុំព្យូទ័ររបស់យើងនេះដែលកំពុងប្រើនេះតោះឥឡូវយើងវាយថាtyping ខ្មែរឬក៏ខ្មែរ typing បាទហើយ website ហ្នឹងគឺនៅខាងលើគេហ្នឹងហើយនេះគឺជា website របស់ខ្មែរយើងទេហើយវាមានអនុវត្តជាក់ស្ដែងអាចចុចមកយើងនេះហើយនឹងលេងហ្គេមកម្រិតលឿនតែដំបូងដំណាក់កាលដំបូងរបស់យើងគឺគាត់មិនទាន់បានស្គាល់ម្រាមដៃថាត្រូវដាក់ key ខាងណាទៅខាងណីគឺយើងចូលមកជាមួយនឹងអនុវត្តជាមួយក្តារចុចជាក់ស្ដែងតោះចាប់ដើមហើយនេះគឺជាជំហានដំបូងដែលយើងត្រូវតែវាយតែជាកំណត់របស់ខ្ញុំគឺអ្នកនរគ្នាដែលអត់ទាន់ចេះកាន់កុំព្យូទ័រហើយអត់ដឹងពីរបៀបដាក់ដៃយើងសូមកុំរៀនជាភាសាខ្មែរមុនអីយើងរៀនជាភាសាអង់គ្លេសមុនណាយើងវាយជាភាសាអង់គ្លេសវាយពាក្យវាយអីជាភាសាអង់គ្លេសហ្នឹងគឺឲ្យស្ទាត់ឲ្យស្គាល់ម្រាមដៃថាត្រូវដាក់ key ទៅខាងណាខាងណីណាពីព្រោះថាខ្មែររបស់យើងមានព្យួរជំនះមានអីគឺពិបាកនៅក្នុងការចុចដៃរបស់យើងហើយរៀនដំបូងអាចនឹងថាមាន់ចឹកស្រូវណាអញ្ចឹងកុំឲ្យអញ្ចឹងយើងទៅរៀន website របស់ជាភាសាអង់គ្លេសមុនទៅហើយវីដេអូនេះបើសិនណាជាតែគាត់ធ្លាប់វាយភាសាអង់គ្លេសហើយស្ទាត់ហើយដឹងពីម្រាមដៃដាក់នៅ key ខាងណាខាងណីហើយអាហ្នឹងចូលមកវាយជាភាសាខ្មែរគឺងាយស្រួលតោះឥឡូវយើងដូរទៅជាភាសាខ្មែរសិនណាមុននឹងវាយបាញ់អត់ទាន់បានបដូរអញ្ចឹងបដូរទៅជាភាសាខ្មែររបស់យើងសិនទៅហើយរបៀបដាក់ដៃនេះដៃស្ដាំរបស់យើងដាក់នៅកន្លែង shift នេះហើយដៃខាងឆ្វេងរបស់យើងដៃចង្អុលដៃកណ្ដាលយើងដាក់នៅកន្លែងនេះរៀបតាមលំដាប់លំដោយហើយយើងអាចទៅមើលกระดาษនេះមួយกระดาษដែលទាក់ទងជាមួយនឹងម្រាមដៃដាក់នៅខាងណាខាងណីណានេះអាចមើលនេះចូលមកមានពីររបៀបនេះដៃខាងឆ្វេងដាក់នៅកន្លែងណាហើយដៃខាងស្ដាំដាក់កន្លែងណានេះហើយយើងមើលពណ៌វានេះអ្នកគ្នាអាចមើលបានតោះឥឡូវយើងចូលមក
សាកវាយទាំងអស់គ្នាបើសិនហើយស្គាល់ខ្លះៗហើយតោះឆ្លាស់កន្លែងនេះចុច Alt បូកជាមួយនឹងផ្នែកមាត់អូខេហើយចុចកូនដៃចុចកន្លែង Shift នេះហើយចុច Space អូខេចុចមកចង់ភាំងណាតោះគាត់ថា error មិញដល់16អញ្ចឹងឥឡូវយើងបង្ហាញតែប៉ុណ្្នឹងសិនទៅហើយយើងចូលទៅកាន់website ដែលគាត់រៀនអត់ទាន់ស្គាល់ដាក់ដៃកន្លែងណាកន្លែងណីយើងមើលកន្លែងនេះកន្លែងនេះយើងក៏អាចទៅរៀនវាយជាភាសាអង់គ្លេសបានដែរវាពាក្យភាសាអង់គ្លេសយើងដាក់ typing.com ទៅtyping.com អាចនឹងចូលកន្លែងនេះអាចទៅចូលនេះចំណាំ typing.com នេះមានរូបនេះអក្សរ T ដើម្បីចូលទៅកាន់ចុចចូលទៅកាន់ game របស់យើងណាដូចជា game អញ្ចឹងអានេះភាសាខ្ញុំធ្លាប់វាយហើយម្ដងមានចុចតែថាអ្នកទាំងអស់គ្នាអត់ទាន់មានទេវាឲ្យចុចកន្លែងចុច start យកនេះចុច start ទៅហើយអានេះក៏មានបង្ហាញអំពីការដាក់មេរៀនដៃដែរលើឧទាហរណ៍ខ្ញុំវាយឲ្យអ្នកនរគ្នាមើលនេះភាសាខ្មែរនេះភាសាអង់គ្លេសនេះគឺងាយស្រួលជាងភាសាខ្មែររបស់យើងពីព្រោះថាខ្មែរយើងមានដាក់ជើងផងដាក់ស្រៈផងអញ្ចឹងវាមានភាពមួយថាស្មុគស្មាញចុច Shift ផងចុច Alt ផងចុច Space ផងច្រើនអញ្ចឹងជំហានទី1សំខាន់បំផុតគឺការរៀនជាភាសាអង់គ្លេសវាពាក្យជាភាសាអង់គ្លេសនេះឲ្យបានច្រើនបំផុតតាមតែអាចធ្វើបានហើយយើងស្ទាត់ហើយឧទាហរណ៍ថាយើងវាយពាក្យអង់គ្លេសនោះបានមួយខែឬក៏មួយខែក៏ហើយយើងចាប់ផ្ដើមទៅរៀនជាភាសាខ្មែរគឺវាស្រួលតែម្ដងអត់មានការភ័ន្តច្រឡំដៃរបស់យើងទេណាហើយវីដេអូថ្ងៃនេះហើយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាចែកជាប្រយោជន៍ទៅដល់គាត់ដែលទើបតែរៀនដំបូងជាមួយនឹងការវាយ typing អញ្ចឹងអរគុណសូមជម្រាបលាទៅកាន់បងប្អូនទាំងអស់គ្នាអរគុណច្រើនដែលបានចំណាយពេលមកទស្សនានៅវីដេអូមួយនេះអរគុណច្រើន